សួស្តីពុកម៉ែបងប្អូនគ្នាថ្ងៃនេះខ្ញុំបង្ហាញពីវិធីបង្កើតរូបដូចជារូបដែលខ្ញុំបានដាក់លើតាមនេះអញ្ចឹងអ្នកគ្នាបាទគឺរូបដែលយើងប្រើការយកទៅប្រើការដាក់ខ្សឹមឬក៏ប្រើដូចជាតាញាតម៉ានឬក៏យើងប្រើការនៅធនាគារកម្មវិធីការងារផ្សេងៗអញ្ចឹងទៀតហ្នឹងណាអូខេអញ្ចឹងដើម្បីបង្កើតរូបនឹងបានអ្នកគ្នាត្រូវមានកម្មវិធីមួយបាទឈ្មោះថា Google Gemini ហ្នឹងមានទៅ download មកហើយពាក្យ Google Gemini តាមខ្ញុំនឹងមកបាទ Google បាទនេះអ្នកគ្នាគាត់จะឃើញលោតនៅខាងលើហ្នឹង Google Gemini បាទចុចមកឲ្យ search រកអូខេនេះបាទធ្វើការ download មកនេះ Google Gemini ហ្នឹងយើង download វាមកហើយសម្រាប់ដើម្បីប្រើការបើកដំណើរការកម្មវិធីនឹងបានអ្នកគ្នាត្រូវមាន account Gmail មួយមកណាបាទមាន account Gmail មួយមកដើម្បីងាយស្រួលចាំបន្តិចអ្នកគ្នាបាទបានដល់លើហើយអូខេបានហើយចុច open មកអូខេនេះមក Gmail របស់ខ្ញុំគឺជំនាញស្រាប់ហើយអញ្ចឹងគេដាក់ឲ្យលោតឃើញតែម្ដងបាទចុច continue នឹងតែម្ដងទៅអូខេអ្នកគ្នាក៏លេខមកនៅជ្រុងខាងឆ្វេងដៃខាងក្រោមញ៉ាំបូកហ្នឹងហើយចុចរើសរូបរបស់យើងមកឬអ្នកគ្នាគួរតែរើសរូបណាដែលច្បាស់មកណាថតច្បាស់មកស៊ីនអត់មានកែប្រែអញ្ចឹងណាដើម្បីដូចមុខរបស់យើងតែម្ដងស្អីខ្ញុំរើសនេះគឺរូបដែលថតដោយប្រើ filter យើងមានរូបយើងស៊ីនទេសម្រាប់ front បាទយើងចូលរក front សិនអ្នកនេះបាទ front គឺខ្ញុំដាក់ក្រោម description វីដេអូហ្នឹងអ្នកនេះអាចចូលទៅ copy យកបានហើយសម្រាប់ front ហ្នឹងគឺអ្នកនេះអាចប្រើការបានទាំងរូបប្រុសរូបស្រីប្រើការបានដូចគ្នាចុចផាសតែម្ដងទៅនេះនេះអាចស្រែបាទគុណ4គុណ8ឬក៏6គុណ4 6គុណ8អញ្ចឹងនេះនេះអាចស្រែតាមហ្នឹងទៅរូបនេះគេប្រើ4គុណ6បាទនេះអាចស្រែតាមហ្នឹងទៀតទៅនេះនេះសម្រាប់ទៅហ៊ុំប៉ុណ្ណានេះនេះយកទៅបាទអូខេនេះគឺបានហើយអ្នកគ្នាបាទរូបរបស់យើងទៅពីស្លឹកបែបនេះអូខេនេះគ្នាចង់ download នេះនេះអាច download យកបានចុចចកលើវាជាប់ទៅហើយចុច save មកបាទហើយចុច save កណ្ដាលមកអូខេអញ្ចឹងគឺវាចូលក្នុងទូរស័ព្ទដៃរបស់យើងនេះគ្នាអាចទៅឆែកមើលបានក្នុងរូបថតរបស់យើងអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយទៀត